ជំរាបសួរអ្នកគ្រូជំរាបសួរមិត្តភក្តិខ្ញុំសួរដានចាហើយនេះខ្ញុំអានសិក្សាសង្គមពីភាពស្មោះត្រង់របស់យើងភាពស្មោះត្រង់ជាអំពើដែលធ្វើដោយទឹកចិត្តរបស់អ្នកប្រព្រឹត្តមានការបង្ខំហើយក៏មិនមានមាយាឬលាក់លៀមយកកាត់គួរនោះឡើយដូច្នេះកុមារមានសកម្មភាពនិងមានឱកាសច្រើនក្នុងការបង្ហាញដូច្នេះកុមារមានសកម្មភាពនិងឱកាសជាច្រើនក្នុងការបង្ហាញភាពស្មោះត្រង់ដែលតែងតែកើតមានឡើងនៅផ្ទះសាលារៀននិងនៅតាមទីសាធារណៈក៏នៅសាលារៀនខ្ញុំតែជួយពន្យល់ណែនាំសមាជិកក្រុមឲ្យបានចេះនឹងយល់មេរៀនពេលរើបានសម្ភារៈឬលុយខ្ញុំតែងតែជួយរកម្ចាស់ឬយកទៅដាក់ក្នុងប្រអប់របស់យើងខ្ញុំតែងតែជូតតុកៅអីនឹងរៀបចំឲ្យមានរបៀបខ្ញុំមិនបេះផ្កាខ្ញុំមកសាលារៀននឹងចូលរៀនបានទៀងទាត់នៅតាមពេលវេលារាល់ថ្ងៃខ្ញុំមិនបេះផ្កាក្នុងសាលារៀនឡើយសាលារៀនជាផ្ទះថ្នាក់រៀនជាបន្ទប់ផ្ទះខ្លួនមិត្តភក្តិជាបងប្អូននាយកសាលានិងគ្រូជាឪពុកម្ដាយទីពីររបស់ពួកយើងដូច្នេះយើងត្រូវជួយគ្នាដោយមិនគេបន្លំនិងមិនចង់ឈ្នះនោះទេភាពស្មោះត្រង់និងការសហការនាំឲ្យយើងទទួលបានជោគជ័យក្នុងការសិក្សាដោយជាប្រយោជន៍សម្រាប់ខ្លួនគ្រួសារនិងសង្គមរបស់យើងជម្រាបលាអ្នកគ្រូ